ការនិពន្ធរឿងរបស់ខ្ញុំជាទូទៅខ្ញុំចូលចិត្តនិពន្ធរឿងច្រើនក្នុងពេលតែមួយរបៀបចេះពេលយើងកំពុងនិពន្ធរឿងនឹងសុកស្រាប់តែយើងរបៀបអស់អារម្មណ៍ជាមួយរឿងហ្នឹងហើយយើងអត់ចង់និពន្ធទៀតយើងមានអារម្មណ៍ថាដូចដដែលអញ្ចឹងណាចុះទៅក៏យើងអត់ចង់និពន្ធរឿងហ្នឹងទៀតទេហើយដល់ពេលអត់ចង់និពន្ធរឿងហ្នឹងទៀតយើងចាប់ផ្ដើមមានកំណត់រឿងថ្មីចូលមកដល់ពេលយើងមានកំណត់រឿងថ្មីចូលមកយើងចាប់ផ្ដើមរបៀបយើងត្រូវរែកទូលថាចេះតើយើងស្រឡាញ់រឿងណាជាងគេវាអញ្ចឹងណាហើយជាទូទៅសម្រាប់ខ្ញុំពេលខ្ញុំនិពន្ធរឿងខ្ញុំមិនដែលរំពឹងទៅនឹងការគ្រប់គ្រងអ្នកណាអានច្រើនអ្នកណាអីច្រើនខ្ញុំទៅនិពន្ធរឿងហ្នឹងទេគឺអត់ដែលតាក់ទងអស់ហ្នឹងទេអញ្ចឹងណាភាគច្រើនគឺខ្ញុំអត់ដែលយកអស់ហ្នឹងចូលនៅក្នុងជីវិតខ្ញុំទេហ្នឹងហើយមួយទៀតសរសេរសភៅហ្នឹងគឺសរសេរតាមអារម្មណ៍ខ្ញុំវាថាខ្ញុំចង់ចេញជាមួយណាអញ្ចឹងត្បិតរឿងខ្ញុំច្រើនរាប់រយមែនតែខ្ញុំចង់ចេញជាមួយណាហើយខ្ញុំសង្ងំក្នុងការវាថាក្រេបជញ្ជក់យកតែចំណុចណាល្អនៅក្នុងរឿងរបស់ខ្ញុំមកយកមកបញ្ចូលក្នុងសភៅហ្នឹងវាថាតតែឈុតនឹងស៊ីននឹងវាប្លែកវាថ្មីវាស័ក្តិសមជាមួយនឹងបរិបទរឿងរបស់ខ្ញុំបានខ្ញុំបញ្ចូលវាហើយរឿងខ្ញុំបានចប់ដើមអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចគេនិយាយថាជាសឡចោលសឡកកោបើថាវាដាក់យើងខ្វះអីស្ទើរអីមួយអីចឹងវាអាចនឹងថាវានៅស្ទើរជាតិអូខេអញ្ចឹងសម្រាប់ខ្ញុំក៏អត់ខុសពីគ្នាដែរប៉ុន្តែគ្រាន់ថាចេះបើសម្រាប់ចំពោះខ្ញុំផ្ទាល់ហ្មងនៅក្នុងការនិពន្ធរឿងហ្នឹងគឺខ្ញុំភាគច្រើនគឺខ្ញុំអត់ផ្ដោតទៅលើរឿងច្រើនទេដោយសារម៉េចតែខ្ញុំធ្វើគ្រោងឆ្អឹងច្រើនរបៀបថារឿងវាមានចំណងជើងចង់និយាយថាយើងធ្វើមានរឿងច្រើនដែលត្រូវធ្វើបន្តទៀតប៉ុន្តែគ្រាន់ថាយើងអត់និពន្ធនៅក្នុងពេលហ្នឹងទេយើងគ្រាន់តែបង្កើតវាមករបៀបថាដាក់ចំណងជើងសិនទុកចោលអញ្ចឹងហើយយើងណូតគ្រោងឆ្អឹងតិចដូចការបង្កើតតួអង្គហ្នឹងយើងដាក់ចូលនៅក្នុងហ្នឹងប៉ុន្តែ concept នៅក្នុងសាច់រឿងហ្នឹងគឺយើងមើលតែចំណងជើងទៅយើងអាចដឹងថាវាយើងត្រូវទៅសេវាមិនបានអញ្ចឹងណាហើយសម្រាប់រឿងគឺខ្ញុំបើថាទៅសេមួយហើយគឺខ្ញុំទៅសេមួយហ្នឹងឲ្យដល់ចប់ហ្មងគឺខ្ញុំអត់ច្បិចច្បោចច្រើនរឿងពោះនិយាយទៅលីសរបស់ខ្ញុំមានរឿងច្រើននៅក្នុងដៃមែនប៉ុន្តែខ្ញុំយកតែមួយទេអត់ដូចបញ្ជូនឯងទេបើបញ្ជូនឯងទៅសេអានេះបន្តិចអានោះបន្តិចហើយ fan សួរច្រើនទៀតពេលចប់ច្រើនចប់ជុំគ្នាហ្មងតែបើខ្ញុំបើថាមួយខែខ្ញុំថាបើសិនជាខ្ញុំចំណាយពេលទៅសេតាមួយក្បាលហ្នឹងគឺខ្ញុំចប់ហើយអញ្ចឹងបញ្ជូនគាត់អាចចំណាយពេលហកន្លះឆ្នាំប៉ុន្តែចេញមក6ក្បាលអញ្ចឹងបើទូទាត់ទៅដូចតែគ្នាដែរទេតែគ្រាន់ថាគាត់អារម្មណ៍របស់គាត់ក្នុងការនិពន្ធរឿងគឺវាខុសពីយើងហើយយើងអត់ទៅផ្ដោតអីច្រើនទេសួរថាខ្ញុំចង់អត់អត់ទេសួរថាខ្ញុំចង់អត់តែខ្ញុំចង់និពន្ធរឿងដូចគេដែរឯងដែរប៉ុន្តែរបៀបថាម៉េចរបៀបថាយល់ថាយើងជួបរឿងច្រើនអត់ហើយយើងមានថាយើងឆាប់យើងឈប់ស្រឡាញ់រឿងហ្នឹងរបៀបវាមិនឈប់ស្រឡាញ់វាថាដូចអត់ចង់សរសេរទៀតណាស៊ីនកន្លែងដែលយើងគិតថាស៊ីននឹងវាធ្វើវាអត់ហើយមួយទៅខ្ញុំភ័យតែខ្ញុំភ័យខែលោខ្ញុំនិពន្ធកន្លែងទៅអត់ល្អមើលខ្ញុំភ័យកន្លែងហ្នឹងខ្ញុំភ័យជាងគេភ័យខែលោខ្ញុំរៀបពីអត់ត្រូវពីអីចឹងណាហើយក្នុងជីវិតជាអ្នកនិពន្ធខ្ញុំគិតថានិពន្ធដែលល្អមើលសម្រាប់ខ្ញុំដែលខ្ញុំទទួលយកបានខ្លួនឯងវាថាគេចេញមកទីថាអ្នកអានថាល្អមើលកម្រិតណាក៏ដោយសម្រាប់ខ្ញុំគិតថា 10% របស់ខ្ញុំទេវាថាគឺឈុតឆាកដែលខ្ញុំចង់សរសេរហ្នឹងគឺវាពិបាកខ្លាំងវាថាខ្ញុំអត់ចង់សរសេរលុបយល់អត់ប៉ុន្តែគាត់ថាក្នុងអាជីពជាអ្នកនិពន្ធហ្នឹងយើងអាចសរសេរលុបបានទេយើងមានបំរាមមួយថងថាវាជាអារម្មណ៍របស់យើងអញ្ចឹងបើសិនយើងទៅសេអីមកយើងត្រូវទៅយកវាអញ្ចឹងណាបើយើងលុបក៏លុបក្នុងចំនួនតិចដែរអញ្ចឹងណាហើយយើងមានបំរាមមួយដែរថាបើសិនជាសរសេរត្រូវតែយកហើយបើយើងគិតយើងអីហើយយើងត្រូវតែវាថាតែយើងបើកកម្រងមួយនឹងអញ្ចឹងយើងបើកហើយយើងស្បត់ដាក់ជីវិតមកថាកម្រងណាក៏ដោយតែយើងបានបើកយើងត្រូវតែនិពន្ធឲ្យបានចប់ចប់ដើមឲ្យអ្នកអានហ្នឹងបានមើលអញ្ចឹងណាឥឡូវហ្នឹងគឺ fan ចាប់ដើមដឹងគ្រប់គ្នាហ្មងថាអញ្ចឹងរឿងមួយឯងបានវគ្គទៅបានចប់fan នៅចាប់ដើមទទួលយកយើងហើយអញ្ចឹងណាឃើញ fan ដែរគាត់សួរដែរថារឿងហ្នឹងមកចប់តាមមួយភាគហ្នឹងមែនអញ្ចឹងគាត់សួរថាចំណងជើងហ្នឹងមើលទៅចប់អត់តាមមួយវគ្គហ្នឹងមែនក៏បើទៅសរសេររឿងបើសិនជារបៀបរឿងហ្នឹងខ្លីពេកអត់សូវល្អមើលទេកាលណាយើងតាមដានអត់ពេញលេងណាមួយនៅក្នុងពេលខ្លះសភៅយើងសរសេរយើងអត់ទាន់ស្រាយអស់ហើយណាមួយអត់ទាន់មានការ detail ច្បាស់លាស់អញ្ចឹងយើងចង់ឲ្យប្រិមិត្តនិងអ្នកអានគាត់តាមដានដែរ
ព្រោះសាច់រឿងដែលល្អអានគឺយើងតាមដានដោយតែរឿងនៅគេចាក់ផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍ចឹងបើសិនជាសាច់រឿងណាដែលល្អអានយើងនឹងនៅតាមដានតែបើថារឿងមកចេញមកតែមួយភាគហ្នឹងហើយអត់ចង់តាមដានអត់ល្អអានក្នុងការតែងនិពន្ធរបស់យើងហើយក៏ខ្ជិលតែមួយភាគហ្នឹងបានឆ្អែតចឹងអាហ្នឹងគឺវាបែបហ្នឹង